Rương Rapunzel មានពេលមួយនៅស្រុកឆ្ងាយមានបុរសម្នាក់និងប្រពន្ធគាត់ដែលប្រាថ្នាចង់បានកូនទីបំផុតប្រពន្ធមានផ្ទៃពោះពីបង្អួចខ្ទមរបស់ពួកគេនាងអាចមើលឃើញសួនច្បារដ៏ស្រស់ស្អាតដែលពោរពេញទៅដោយបន្លែនិងរុក្ខជាតិខៀវស្រងាត់ប៉ុន្តែវាជាកម្មសិទ្ធិរបស់នារីអាថ៌កំបាំងម្នាក់ដែលរស់នៅក្បែរនោះថ្ងៃមួយប្រពន្ធបានឃើញស្លឹក Rapunzel ពណ៌បៃតងស្រស់មួយបន្ទះហើយបានបួសវាយ៉ាងខ្លាំងរហូតដល់នាងធ្លាក់ខ្លួនឈឺប្តីរបស់នាងដោយអស់សង្ឃឹមក្នុងការជួយនាងបានចូលសួនច្បារនៅពេលយប់ហើយរើសបានខ្លះប៉ុន្តែអ្នកតាក់ទាញបានចាប់គាត់នាងបាននិយាយដោយស្នាមញឹមថាអ្នកអាចយក Rapunzel ក៏ប៉ុន្តែនៅពេលដែលកូនរបស់អ្នកកើតមកនាងនឹងក្លាយជារបស់ខ្ញុំបុរសនោះយល់ព្រមដោយភ័យខ្លាចលុះកូនស្រីកើតមកអ្នកមានមន្តស្នេហ៍ក៏នាំនាងទៅនាងបានដាក់ឈ្មោះកូននោះថា Rapunzel ហើយចិញ្ចឹមនាងនៅក្នុងប៉ុមខ្ពស់លាក់ខ្លួននៅក្នុងព្រៃដោយគ្មានជណ្ដើរឬទ្វារឡើយមានតែបង្អួចតែមួយនៅខាងលើប៉ុណ្ណោះនៅពេលដែល Rapunzel ធំឡើងសក់ពណ៌មាសរបស់នាងក៏ដុះដែរវាវែងដល់ដីពេលណាដែលមានមន្តស្នេហ៍ចង់ទៅលេងនាងនឹងស្រែកប្រាប់ថាហើយ Rapunzel នឹងអនុញ្ញាតឲ្យខ្យល់វែងរបស់នាងធ្លាក់ចុះដូចជាខ្សែពួរថ្ងៃមួយព្រះអង្គម្ចាស់វ័យក្មេងម្នាក់ជិះកាត់ព្រៃបានឮសំឡេងដ៏ពីរោះមួយច្រៀងពីប៉មទ្រង់ទតឃើញព្រះឥន្ទ្រិយមកសួរសុខទុក្ខហើយបានដឹងពាក្យសម្ងាត់ក្រោយពីនាងចេញទៅគាត់បានស្រែកថា Rapunzel Rapunzel ទម្លាក់សក់របស់អ្នកដើម្បីឲ្យគាត់ភ្ញាក់ផ្អើលខ្យល់បានធ្លាក់ចុះមកគាត់បានឡើងភ្នំហើយបានជួប Rapunzel ពួកគេបាននិយាយលេងសើចហើយមិនយូរប៉ុន្មានក៏លងស្នេហ៍ប៉ុន្តែម្ចាស់ស្នេហ៍បានដឹងខឹងនាងបានកាត់សក់ Rapunzel ហើយបញ្ជូននាងទៅឆ្ងាយទៅក្នុងទីហោស្ថានពេលព្រះអង្គយាងត្រឡប់មកវិញព្រះអង្គត្រូវអ្នកប្រាជ្ញបបបញ្ឆោតហើយធ្លាក់ពីលើប៉មធ្លាក់ក្នុងបន្លាដែលធ្វើឲ្យព្រះអង្គងឹតភ្នែកអស់រយៈពេលជាច្រើនខែគាត់បានវង្វេងតែម្នាក់ឯងរហូតដល់គាត់បានឮការច្រៀងដ៏ពីរោះរបស់ Rapunzel ម្ដងទៀតគេរត់រកគ្នាហើយពេលនាងអប់គាត់ទឹកភ្នែកក៏ស្រក់ចុះឃើញម្ដងទៀតពួកគេបានត្រឡប់ទៅនគរទ្រង់វិញរៀបការហើយរស់នៅយ៉ាងមានសុភមង្គល